ជួប្រិមិត្តជាទីគោរពថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកនៅពាក្យបច្ចេកទេសមួយដែលមានឈ្មោះថានីតិហិរញ្ញវត្ថុដែលជាភាសាអង់គ្លេស financial law តែពាក្យនោះមានន័យដូចនេះអនុស្រីអាចជឿនលើស្ទីនក្រុមរូបបច្ចេកសព្ទរបស់យើងយកមកហើយលោកស្រីបើទំព័រ182ណាចែងថាវិធាននីតិហិរញ្ញវត្ថុជាវិធានកតិយុត្តទាំងឡាយដែលចែងអំពីការគ្រប់គ្រងនិងរៀបចំប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនិងនីតិវិធីរបស់វាជាភាសាអង់គ្លេស financial law អញ្ចឹងអូនស្រីបាននៅពីខ្លឹមសារបច្ចេកទេសរួមហើយតាមផ្លូវច្បាប់ហើយអូនស្រីសូមជួយតាមដាននៅខ្លឹមសារនិយមថ្មីនៃថ្មីរបស់ខ្ញុំគឺដែលមានសរសេរថាជាវិធានកតិយុត្តដដែលត្រូវបានបង្កើតឡើងដើម្បីអីបាទដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋណាដូចគ្នាទេបើណាយើងឲ្យបានមកបាញ់បានច្រើនតិចណាដើម្បីអរស្រីទៅច្រកណាក៏បានដែរណាដូចទៅដល់អរស្រីចង់ទៅសាថ្មីអរស្រីអាចបើមកពីខាងលិចអរស្រីមកតាមផ្លូវកម្មជាក្រុងក៏បានផ្លូវសហវត្តរុស្ស៊ីក៏បានផ្លូវអីមកបានណាវាងមកជុំក៏បានហើយពីក្បាលថ្នល់អរស្រីអាចមកតាមផ្លូវនរោត្តមអាចពីនេះណាឬក៏អាចមកពីខាងផ្លូវលេខចិត្តលេខ6អរស្រីអាចឆ្លងស្ពានជួយច្បាប់ដែរមកសាថ្មីដែរចាស់ហើយការដែលខ្ញុំនិពន្ធនិយមនៃថ្មីគឺសំដៅធ្វើម៉េចឲ្យអរស្រីមានការបត់បែនអាចបត់បែនបាទបើអញ្ចឹងយើងចាំថាមុខវាអត់ចង់និយាយអត់ flexible ទេបាទអត់មានភាពបន្ទន់ខ្លួនណាហ្នឹងហើយអញ្ចឹងអរស្រីហ្នឹងហើយវិធីគតិយុត្តអរស្រីយល់ហើយត្រូវបានបង្កើតឡើងដើម្បីត្រូវបានបង្កើតឡើងពាក្យថាត្រូវបាននេះមានន័យថាវាមានវិធានច្បាប់ខ្ពស់ជាងនឹងដែលត្រូវបានបង្កើតឡើងមានន័យថាវិធានច្បាប់មួយគេចង់និយាយថាអមអត់ផ្សេងនៅក្នុងរដ្ឋធម្មនុញ្ញវាសេពីការគ្រប់គ្រងហិរញ្ញវត្ថុណាគ្រប់គ្រងហិរញ្ញវត្ថុវាស្ថិតក្នុងក្រសួងហិរញ្ញវត្ថុស្ថិតក្រោមយុទ្ធនាការរបស់គណៈរដ្ឋមន្ត្រីអញ្ចឹងអស់ហ្នឹងគេទៅសេត្រូវបានបង្កើតឡើងគឺដោយសារមានចេតនាបង្ខំបន្តិចបានទៅកើតឡើងដើម្បីគ្រប់គ្រងមានន័យថាម៉េចបាទគ្រប់គ្រងមានន័យថាម៉េចពាក្យថាគ្រប់គ្រងស្មើនឹងពាក្យរដ្ឋបាលដែលយើងឆែកនៅក្នុងវចនានុក្រមនៃសួរមកជួនណាអាហ្នឹងក៏បានដែរក្នុងវិស័យគ្រប់គ្រងមានន័យថាឬចូលមកបានចេញបានណាចូលមកហ្នឹងតាមវិធីណាខ្លះចេញទៅវិញតាមវិធីណាខ្លះហើយទៅគ្រប់គ្រងដើម្បីគ្រប់គ្រងដើម្បីឲ្យមានស្ថិរភាពហិរញ្ញវត្ថុនៅក្នុងរដ្ឋបើសិនជាអត់មានច្បាប់អស់ហ្នឹងទេអាចបុគ្គលមួយចំនួនគាត់ធ្វើការសម្រាប់ចិត្តដែលខ្លះហ្នឹងអាហ្នឹងធ្វើឲ្យវាបាត់បង់ផលប្រយោជន៍ថវិការដ្ឋធ្វើឲ្យមានការអនុភាពនៅសេដ្ឋកិច្ចអញ្ចឹងហើយបានជាតម្រូវឲ្យចុះហើយហិរញ្ញវត្ថុរបស់រដ្ឋនេះមានន័យថាជាធម្មតារដ្ឋនីមួយត្រូវមានច្បាប់គេត្រូវការបង្កើតច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំអញ្ចឹងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំគេមានរបៀបសរសេរមានសិទ្ធិសញ្ញាមានអាណាប័ណ្ណមានអីសពយ៉ាងចឹងទៅមករហូតដល់គណៈនាយកមុនផ្ដល់ហិរញ្ញវត្ថុឲ្យទៅនរណាម្នាក់ធ្វើអីត្រូវមានវិក័យប័ត្រទូទាត់អីត្រូវទៅបើសិនជាមានអីត្រូវចុះកិច្ចសន្យាអីទូទាត់ឲ្យបានច្បាស់លាស់អនុវត្តទៅតាមនីតិវិធីមួយទៀតវាមាននីតិវិធីហិរញ្ញវត្ថុមួយទៀតតែគេត្រូវមាន flow វារត់ពីលើចុះក្រោមឲ្យពីក្រោមឡើងលើ
trong láng nữa đồng bày anh đến đồng bày ở viên sùng bạc là tất cả người và để sao được cái lý như đó tìm trong sùng group lại mà cô nói là trong vấn đề dẫn hay mình đã các trong đường từ bằng hàng chu nó sẽ tức là hơi on sẽ còn ai chuyên miền trung nó cứ không bận được khăn lông sẽ cái được từ bỏ hiếu ai thì dễ banทุกขนมสถานพิบัตินะในเขียงไฉเลยถ้าเคยฮะเขียงซอยจุนมันมีตรงน้อยที่ไปแต่ตัวแต่ขนมตัวแต่ละขอบคุณ